ក្រោយពីខ្ញុំវង្វេងវង្វាន់ពេញផ្សារគេមកគឺថាបានប៉ុណ្ណឹងឯងបងប្អូនថ្ងៃនេះណាគឺនាងខ្ញុំស្លម្ជូរផលិតបែបស្រែបងប្អូនហើយនិយាយពីថាហើយដើរផ្សារម្ដងទ្រាំតែគិតមុខម្ហូបចេញគឺថាខ្ញុំពិបាកខ្លាំងណាស់តែថ្ងៃនេះអ្នកលក់ដល់ស្ថានអ្នកលក់ឆ្ងល់ខ្ញុំថាខ្ញុំដើរទៅដើរមកឡើងចុះលើឡើងក្រោមលើចុះលើអញ្ចឹងណាបងប្អូនចាផ្សារគេក៏មានពីរកលៈចាចុះក្រោមឡើងលើនឹងឯងចាវិញទីកវល់ដែរគាត់សួរខ្ញុំថាតើខ្ញុំចង់ទិញអ្វីខ្ញុំចង់ធ្វើអីខ្ញុំធ្វើម្ហូបអីគេខ្ញុំក៏បានឆ្លើយប្រាប់គាត់ថាខ្ញុំនឹកអត់ចាញ់ទេគាត់ថាអូចាប់បាត់ទៅហើយអញ្ចឹងស្រាប់តែពេលខ្ញុំក៏លេចទៅគឺឃើញ7ខ្ចីណាបងប្អូនឃើញ7ខ្ចីស្រស់ពេកខ្ញុំនឹកឃើញថាយកមកបុកម្ជូរតែដល់ពេលងាកទៅមកខាងទៀតខ្ញុំក៏ឃើញផលិតខ្ញុំនឹកឃើញថាស្លម្ជូរផលិតបង់7ខ្ចីតែម្ដងទៅបងប្អូនចាឥឡូវនេះកំពុងញាប់ជួយញាប់ដៃនឹងឯងពេលដើរផ្សារម្ដងគឺខ្ញុំពិបាកខ្លាំងមែនទាំងគឺរឿងធ្វើម្ហូបនឹងគិតមិនចេញវងពេញវងវាន់ពេញផ្សារនេះអញ្ចឹងអស់ទៅបងប្អូនហើយថ្ងៃនេះគឺថាអត់ទិញបានអីទេបានតែចាបកងនឹងឯងកពឹសវាអត់មានទេមានតែបកងអញ្ចឹងហើយយើងយកមកជំនួសកពឹសតែម្ដងទៅតែរសជាតិគេណាបងប្អូនគឺថាចាអួយខ្លាំងមែនទែនរសជាតិគឺថាมันចាំបាច់ដាក់ត្រីទេបងប្អូនគឺថាឆ្ងាញ់ខ្លាំងមែនទែនតែម្ដងដោយសារតែនឹងខ្ញុំប្រើប្រហុកបែបខ្មែរយើងប្រហុកធ្វើដោយផ្ទាល់ដៃប្រហុកស្រែយើងអញ្ចឹងណាម្ដាយខ្ញុំក៏ធ្វើយកមកឲ្យអញ្ចឹងណាបងប្អូនអញ្ចឹងហើយគឺមានដូចជាសាច់ត្រីអញ្ចឹងផងដែរចាប្រហុកយើងមានត្រីមូលអញ្ចឹងពេលយើងដាក់ស្លជាមួយទឹកស្លទៅគឺថាទឹកស្លយើងមានជាតិខ្លាំងមែនទែនបងប្អូនចាដើមដំបូងឃើញអំពិល2ផ្លែហ្នឹងដោយសារតែចាខ្ញុំស្ដាយប្រហុកម្ដាយខ្ញុំគាត់ផ្ញើមកឲ្យខ្លាំងពេកខ្ញុំធ្វើអីក៏ខ្ញុំសល់គឺខ្ញុំទុកទូទឹកកកដែរបងប្អូនអញ្ចឹងហើយគឺថ្ងៃមុនខ្ញុំញោមនឹងឯងបងប្អូនខ្ញុំបងត្រីអត់នឹងគឺជាប្រហុកត្រីរបស់ម្ដាយនឹងខ្ញុំគឺថាមូលអញ្ចឹងស្រស់អញ្ចឹងមកបងប្អូនចាមិនស្រស់ទេគឺមូលហើយមើលទឹកសម្លគេវិញណាបងប្អូនពពុះវិញអត់ឡើងខ្មៅទេដោយសារតែប្រហុកយើងធ្វើដល់ផ្ទាល់ដៃគឺលាងច្រើនទឹកគឺស្អាតចាស្អាតចឹងហើយគឺហូបគឺថាមានទំនុកចិត្តហើយគឺហូបហើយមិនខូចសុខភាពចឹងហើយបាននាងខ្ញុំហ្នឹងណាឆ្លងថ្ងៃនេះគឺថាប្រហុកម្ដាយនាងខ្ញុំផ្ញើខ្ញុំមិនដែលឆ្លឆ្ងាញ់ចឹងទេបងប្អូនឆ្លប្រហុកគេគឺអត់ឆ្ងាញ់ទេតែថ្ងៃនេះគឺថាឆ្ងាញ់ខ្លាំងមែនទែនអត់ដាក់ត្រីទេតែជាតិមកពីណាដោយសារតែប្រហុកយើងគឺជាប្រហុកត្រីស្រាប់បងប្អូនចឹងហើយគឺថាជាតិខ្លាំងមែនទែនចឹងណាបងប្អូនអើយតំណងខ្លាំងមែនទែនទឹកស្លគេនឹងសដោយសារខ្ញុំដាំ7ដាំជាមួយទឹកទៅគឺថាវាកាត់ជាតិជាតិខ្មៅចឹងណាយើងស្លផលិតគឺបែបហ្នឹងឯងគឺយើងទៅតែបែបហ្នឹងគឺស្លមកបែបជាតិលែងនិយាយចឹងហ្មងណាបងប្អូនឥឡូវបងប្អូនសម័យគិតមើលនេះហត់ដាក់ចូលក្នុងមាត់មកគ្រូបជាតិប៉ុណ្ណានិយាយពីថាជាតិណាស់បងប្អូនអត់មានសាច់ត្រីទេតែនិយាយពីរសជាតិគេវិញទឹកស្លគេជាតិមែនទែនហ្មងណាហើយខ្ញុំនិយាយទៅដូចផងបងប្អូនទេបងប្អូនវីដេអូ